តើបងប្អូនធ្លាប់មានអារម្មណ៍ថាចង់ធ្វើរឿងអ្វីមួយដែលឆ្កួតបំផុតនៅក្នុងជីវិតរបស់យើងដែរឬទេហើយថ្ងៃនេះយើងនឹងធ្វើដំណើរជាមួយគ្នាទៅកាន់កន្លែងមួយដែលគ្មានផ្លូវត្រឡប់ក្រោយហើយវាមិនមែនជាបាតសមុទ្រហើយក៏មិនមែនជាភ្នំដែលខ្ពស់ជាងគេដែរក៏ប៉ុន្តែវាគឺជាប្រហោងខ្មៅឬក៏ black holeបងប្អូនស្រមៃមើលថាយើងកំពុងតែអង្គុយនៅក្នុងយានអវកាសដ៏ទំនើបបំផុតហើយអាចទ្រាំទ្រជាមួយនឹងកម្ដៅនិងសម្ពាធបានគ្រប់បែបយ៉ាងប៉ុន្តែភាពងងឹតនោះកំពុងតែទាញយកអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញខ្លួនវាមិនថាជាផ្កាយដ៏ធំឬក៏ពន្លឺដ៏លឿនអីនោះទេសំណួរគឺតើមានអ្វីកើតឡើងឲ្យពិតប្រាកដបើអ្នកជ្រុលខ្លួនធ្លាក់ចូលទៅក្នុងនោះតើអ្នកនឹងត្រូវបានគេហែកជាបំណែកតើអ្នកនឹងឆ្លងទៅកាន់ចក្រវាឡផ្សេងឬក៏អ្នកនឹងខ្លាចទៅជាព្រះដែលមើលឃើញពេលវេលាទាំងមូលហើយថ្ងៃនេះយើងនឹងស្រាយចម្ងល់ទាំងអស់នេះជាមួយគ្នាហើយមុននេះយើងលោតចូលទៅក្នុងប្រហោងខ្មៅយើងត្រូវស្វែងយល់ជាមុនសិនថាអ្វីគឺជាប្រហោងខ្មៅមនុស្សភាគច្រើនគិតថាវាគឺជារុនតូចមួយនៅក្នុងទីអវកាសក៏ប៉ុន្តែតាមពិតទៅវាមិនមែនជារុនទទេស្អាតនោះទេប្រហោងខ្មៅគឺជាម៉ាស់ឬរូបធាតុដ៏មហិមាដែលត្រូវបានគេបង្ហាប់នៅក្នុងកន្លែងដ៏តូចបំផុតមួយដែលអ្នកមិនអាចស្រមៃបានបងប្អូនសាកគិតមើលទៅបើសិនជាយើងយកភពផែនដីរបស់យើងរួចហើយយកវាមកកិនបង្ហាប់ឲ្យនៅសល់ប៉ុនក្របឃ្លីមួយគ្រាប់ហើយនៅពេលដែលរូបធាតុដ៏ធំត្រូវបានគេបង្ហាប់ឲ្យនៅតូចបែបនេះវានឹងបង្កើតបានទៅជាកម្លាំងទំនាញដ៏ខ្លាំងមហិមាយកតែម្ដងកម្លាំងនេះខ្លាំងរហូតដល់វាអាចពត់លំហអាកាសនិងពុតពេលវេលាឲ្យខូចទ្រង់ទ្រាយអស់នេះហើយគឺជាមូលហេតុដែលគេហៅថាប្រហោងខ្មៅពីព្រោះថាសូម្បីតែពន្លឺដែលរត់លឿនខ្លាំងបំផុតនៅក្នុងល្បឿន 300,000 គីឡូម៉ែត្រនៅក្នុង1វិនាទីក៏មិនអាចរត់ចេញពីកម្លាំងទំនាញរបស់វាបានដែរបើពន្លឺរត់មិនរួចគ្មានអ្វីនៅក្នុងចក្រវាឡនេះដែលរត់រួចឡើយឥឡូវនេះយានអវកាសរបស់អ្នកក៏បានមកដល់តំបន់ក្រហមហើយអ្វីដែលយើងឃើញនៅពីមុខគឺជាចិញ្ចៀននៃភ្លើងដ៏ធំមហិមាដែលវិលជុំវិញភាពងងឹតគេហៅវាថា erection disk ហើយវាគឺជាបណ្ដុំនៃអូស្មန်និងធូលីផ្កាយដែលត្រូវបានប្រហោងខ្មៅជញ្ជក់យកពួកវាវិលលឿនខ្លាំងរហូតដល់កកិតគ្នាក៏បានបង្កើតទៅជាកម្ដៅរាប់លានដឺក្រេនិងបញ្ចេញកាំរស្មី X យ៉ាងសាហាវបើយានរបស់អ្នកមិនមានខែលការពារទេអ្នកនឹងរលាយបាត់តាំងពីចម្ងាយរាប់ពាន់គីឡូម៉ែត្រមកម្លេះក៏ប៉ុន្តែអ្នកនៅតែបន្តទៅមុខអ្នកក៏ឆ្លងកាត់ចិញ្ចៀននៃភ្លើងនោះរហូតដល់បន្ទាត់មួយដែលខ្មៅងងឹតស្លុបបន្ទាត់នោះត្រូវបានគេហៅថា Event Horizon ឬក៏ចំណុចដែលគ្មានផ្លូវត្រឡប់នេះគឺជាបន្ទាត់ព្រំដែនចុងក្រោយប្រសិនបើអ្នកនៅក្រៅបន្ទាត់នេះអ្នកនៅតែមានសង្ឃឹមថាអាចបើកយានថយក្រោយចេញវិញបានក៏ប៉ុន្តែគ្រាន់តែច្រមុះយានរបស់អ្នកឆ្លងកាត់បន្ទាត់នេះតែបន្តិចរឿងរ៉ាវចម្លែកនឹងចាប់ផ្ដើមកើតឡើងនៅត្រង់មាត់ជ្រោះ Event Horizon នេះពេលវេលាលែងដើរដូចធម្មតាហើយតាមទ្រឹស្ដីរបស់លោក Einstein កម្លាំងទំនាញកាន់តែខ្លាំងហើយពេលវេលាក៏កាន់តែដើរយឺតប្រសិនបើមានមិត្តរបស់អ្នកម្នាក់ឈរមើលអ្នកពីចម្ងាយតាមរយៈ telescope គេនឹងឃើញយានរបស់អ្នកធ្វើចលនាយឺតយឺតរហូតដល់ហាក់ដូចជានៅជាប់នឹងថ្កល់មួយកន្លែងយ៉ាងអញ្ចឹងសម្រាប់មិត្តភ័ក្តិរបស់យើងដែលមើលមកយើងគេនឹងឃើញយើងថាមិនធ្លាក់ចូលទៅក្នុងប្រហោងខ្មៅនោះទេហើយគេឃើញយើងត្រឹមតែនៅជាប់នឹងច្រកនោះជារៀងរហូតក៏ប៉ុន្តែសម្រាប់ខ្លួនយើងផ្ទាល់ដែលនៅក្នុងយានវិញយើងនឹងមានអារម្មណ៍ថាពេលវេលាដើរលឿនបំផុតបើយើងងាកមើលក្រោយទៅកាន់ចក្រវាឡវិញយើងនឹងឃើញផ្កាយទាំងឡាយដើរលឿនដូចជាយើងមើលវីដេអូ time lapse យ៉ាងអញ្ចឹងហើយអ្នកនឹងអាចឃើញការស្លាប់ការកើតនៃផ្កាយរាប់ពាន់នៅក្នុងរយៈពេលតែប៉ុន្មានវិនាទីហើយអ្នកកំពុងតែមើលឃើញអនាគតនៃចក្រវាឡទាំងមូលហើយឥឡូវនេះយើងក៏បានចូលមកកាន់ច្រកនៃនរុអវជ័យហើយក៏គ្មានអ្វីអាចជួយយើងបានទៀតដែរកម្លាំងទំនាញក៏ចាប់ផ្ដើមធ្វើការទៅលើរាងកាយរបស់អ្នកដោយសារតែប្រហោងខ្មៅមានកម្លាំងទំនាញទាញខ្លាំងពេកបើអ្នកធ្លាក់ចូលដែលយកជើងទៅមុននោះជើងរបស់អ្នកនឹងនៅជិតកណ្ដាលប្រហោងខ្មៅជាងក្បាលរបស់យើងភាពខុសគ្នានៃកម្លាំងទំនាញរវាងជើងនិងក្បាលនឹងធ្វើឲ្យរាងកាយរបស់អ្នកត្រូវបានគេយាឲ្យវែងនេះហើយគឺជាអ្វីដែលអ្នកវិទ្យាសាស្ត្រហៅវាថា spaghettification ឬបាតុភូតមីសរសៃរាងកាយរបស់អ្នកនឹងត្រូវបានគេទាញឲ្យវែងឆ្មារដូចជាសរសៃមីឆ្អឹងរបស់អ្នកនឹងត្រូវដាច់ចេញពីគ្នាកោសិកានឹងត្រូវបានហែកហើយចុងក្រោយសូម្បីតែអាតូមដែលនៅក្នុងខ្លួនរបស់អ្នកក៏ត្រូវបានគេតម្រៀបគ្នាជាជួរវែងវាស្ដាប់ទៅដូចជាឈឺចាប់ខ្លាំងណាស់ក៏ប៉ុន្តែតាមការពិតទៅវាកើតឡើងលឿនខ្លាំងមែនទែនរហូតដល់ប្រព័ន្ធប្រសាទរបស់អ្នកមិនទាន់ទាំងបញ្ជូនសញ្ញាឈឺចាប់ទៅកាន់ខួរក្បាលរបស់យើងទាន់ផងខ្លួនរបស់អ្នកក៏រលាយបាត់ទៅហើយប៉ុន្តែបើប្រហោងខ្មៅនោះមានទំហំធំមហិមា supermassive black hole ដូចជាប្រហោងខ្មៅដែលនៅចំកណ្ដាល galaxy របស់យើងវិញ
បើវាធំខ្លាំងកម្លាំងទាញសរសៃមីនឹងក៏មិនទាន់កាត់ឡើងភ្លាមៗដែរអ្នកអាចនឹងត្រូវឆ្លងកាត់មាត់អវជ័យដែលនៅមានជីវិតនិងរូបរាងល្អនៅឡើយទេនៅខាងក្នុងគឺជាភាពងងឹតសូន្យឈឹងប៉ុន្តែអ្នកនឹងឃើញអ្វីដែលចម្លែកបំផុតលំហអាកាសត្រូវបានគេពុតរហូតដល់វាប្រែទៅជាពេលវេលាអ្នកមិនអាចឈប់បានទេអ្នកមានតែធ្លាក់ទៅមុខជានិច្ចដូចជាយើងមិនអាចខាត់ម៉ោងឲ្យឈប់ដើរទៅមុខយ៉ាងអញ្ចឹងគោលដៅរបស់អ្នកចុងក្រោយគឺចំណុចកណ្ដាលដែលគេហៅថា Singularity គឺជាកន្លែងដែលច្បាប់រូបវិទ្យាទាំងអស់ដែលយើងធ្លាប់រៀនត្រូវបានរលាយសាបសូន្យវាមិនមានទិសដៅទៅខាងលើខាងក្រោមខាងឆ្វេងឬក៏ខាងស្ដាំទៀតនោះទេវាគឺជាចំណុចដែលមានមាឌសូន្យក៏ប៉ុន្តែដងស៊ីតេអាណននៅទីនោះពេលវេលាបានឈប់ដើរហើយមានអ្វីនៅទីនោះអ្នកវិទ្យាសាស្ត្រខ្លះក៏គេជឿថាវាគឺជាទីបញ្ចប់នៃអ្វីៗគ្រប់យ៉ាងតែអ្នកវិទ្យាសាស្ត្រខ្លះទៀតក៏គេយល់ឃើញខុសពីនេះតើវាអាចទៅរួចដែរឬទេដែលប្រហោងខ្មៅមិនមែនជាភ្នូខ្មោចក៏ប៉ុន្តែវាគឺជាច្រកទ្វារមានទ្រឹស្ដីមួយដែលគេហៅវាថា Einstein-Rosen Bridge ឬមួយក៏ Wormhole ទ្រឹស្ដីនេះគេបាននិយាយថាប្រហោងខ្មៅអាចនឹងតភ្ជាប់ទៅកាន់កន្លែងណាមួយទៀតនៅក្នុងចក្រវាឡឬសូម្បីតែចក្រវាឡផ្សេងទៀតដូចជា Multiverse ឧទាហរណ៍ថាយើងក៏ធ្លាក់ចូលទៅក្នុងប្រហោងខ្មៅមួយនៅទីនេះហើយស្រាប់តែត្រូវបានខ្ជាក់ចេញមកវិញតាមរយៈអ្វីមួយយ៉ាងដែលគេហៅថាប្រហោងសនៅឯ Galaxy មួយផ្សេងទៀតដែលនៅឆ្ងាយរាប់លានឆ្នាំពន្លឺប្រហោងសគឺផ្ទុយពីប្រហោងខ្មៅវាខ្ជាក់អ្វីៗចេញក៏ប៉ុន្តែមិនឲ្យអ្វីៗចូលវិញនោះឡើយប្រសិនបើទ្រឹស្ដីនេះវាជាការពិតការធ្លាក់ចូលទៅក្នុងប្រហោងខ្មៅគឺជាការធ្វើដំណើរឆ្លងកាត់លំហអាកាសដ៏លឿនបំផុតដែលមនុស្សយើងអាចធ្វើបានលោក Stephen Hawking អ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញបំផុតម្នាក់ក៏បានរកឃើញថាប្រហោងខ្មៅមិននៅស្ថិតថេរជារៀងរហូតនោះទេពួកវាក៏អាចងាប់បានដែរតាមរយៈបាតុភូត Hawking radiation ប្រហោងខ្មៅបញ្ចេញថាមពលបន្តិចម្ដងទៅក្នុងអវកាសនៅក្នុងរយៈពេលរាប់ទ្រីលានឆ្នាំដែលយូរជាងអាយុកាលចក្រវាឡយើងបច្ចុប្បន្នទៅទៀតប្រហោងខ្មៅនឹងរួមតូចទៅរហូតដល់វាផ្ទុះបាត់ទៅវិញការធ្វើដំណើររបស់យើងក៏បានមកដល់ទីបញ្ចប់ហើយតាមការពិតទៅការធ្លាក់ចូលទៅក្នុងប្រហោងខ្មៅគឺជាការរំលឹកយើងថាយើងគឺជាមនុស្សលោកតូចទាបកម្រិតណាចក្រវាឡនេះគឺវាធំធេងខ្លាំងណាស់ហើយមានអាថ៌កំបាំងដែលលើសពីការយល់ដឹងរបស់យើងឆ្ងាយខ្លាំងមែនទែនទោះបីជាថ្ងៃនេះយើងដឹងថាការធ្លាក់ចូលទៅក្នុងប្រហោងខ្មៅមានន័យថាយើងស្លាប់ក៏ប៉ុន្តែក៏វាគឺជាសេចក្តីស្លាប់ដ៏អស្ចារ្យបំផុតដែរពីព្រោះថាយើងនឹងបានឃើញនៅអ្វីដែលមនុស្សធម្មតាម្នាក់មិនធ្លាប់ឃើញហើយយើងនឹងបានប៉ះជាមួយនឹងដែនកំណត់នៃពេលវេលាហើយយើងក៏បានខ្លាចជាផ្នែកមួយនៃអាថ៌កំបាំងដ៏ធំបំផុតនៅក្នុងលោកសូមអរគុណដែលបានរួមដំណើរជាមួយយើងនៅក្នុងថ្ងៃនេះប្រសិនបើអ្នកចូលចិត្តវីដេអូបែបវិទ្យាសាស្ត្រនិងការរុករកចក្រវាឡបែបនេះកុំភ្លេចចុច like និង share ហើយនិង subscribe ដើម្បីផ្ដល់កម្លាំងចិត្តដល់ខ្ញុំបានផងចុះបងប្អូនវិញតើបើមានឱកាសបងប្អូនហ៊ានលោតចូលទៅក្នុងប្រហោងខ្មៅដែរឬទេសូមបញ្ចេញមតិនៅខាងក្រោមជួបគ្នានៅពេលក្រោយ